រឿងពន្លឺនៃក្តីស្រឡាញ់តារាស្អែកនេះពួកយើងនឹងទៅញ៉ាំប៊ូហ្វេនិងមើលកុនជុំគ្នាបន្ទាប់ពីចេញពីសាលាឯងទៅដែរតាមែនទេប្រហែលជាអត់ទេសុជាតិឯងទៅចុះខ្ញុំប្រហែលជាត្រូវប្រញាប់ទៅផ្ទះមិនអញ្ចឹងឯងបដិសេធជាមួយយើង3 ដងហើយណាគ្រាន់តែមកពេលសោះហ្នឹងមានអស់ប្រមាណទៅអស់ប្រមាណសម្រាប់ឯងវាមិនច្រើនទេសុជាតិតែសម្រាប់ខ្ញុំប្រាក់ប៉ុណ្ណឹងអាចទិញម្ហូបហូបបាន2-3 ថ្ងៃឯណោះខ្ញុំសុំទោសផងណាតារាខ្ញុំមិនបានគិតដល់ចំណុចហ្នឹងទេអត់អីទេខ្ញុំធ្លាប់ទៅហើយគ្រាន់តែជួនកាលខ្ញុំឆ្ងល់ថាតើហេតុអីបានជាគ្រួសារខ្ញុំត្រូវជួបការលំបាករហូតគ្មានទីបញ្ចប់បែបនេះពុកម៉ែធ្វើការរហូតដល់គ្មានពេលសម្រាកផងពុកខ្ញុំរត់ម៉ូតូឌុបតាំងពីព្រលឹមទល់ព្រលប់ឯម៉ែវិញលក់នំនៅមុខផ្ទះតែចំណូលនៅតែមិនល្មមនឹងចំណាយចុះរឿងលុយបង់ថ្លៃរៀនគួរនិងថ្លៃសិភៅត្រៀមប្រឡងបាក់ឌុបខែក្រោយនោះឯងដោះស្រាយយ៉ាងម៉េចទៅនោះហើយជាកង្វល់ដ៏ធំរបស់ខ្ញុំមិនហ៊ានទាំងសុំពុកផងព្រោះដឹងតែគាត់កំពុងតែតានតឹងរឿងលុយថ្លៃផ្ទះរាល់ពេលខ្ញុំនិយាយរឿងលុយពុកតែងតែមិនសប្បាយចិត្តហើយស្រែកដាក់ខ្ញុំមានអារម្មណ៍ថាគាត់មិនដែលយល់ពីសម្ពាធដែលខ្ញុំកំពុងទៅជួបនោះទេប្រហែលជាឪពុកឯងមានសម្ពាធខ្លាំងពេកហើយមើលទៅមនុស្សចាស់ពេលគ្មានលុយគឺតែងតែ stress បែបហ្នឹងឯងតែយ៉ាងហោចណាស់គាត់ក៏គួរតែស្ដាប់និងនិយាយស្រួលបួលជាមួយខ្ញុំខ្លះដែរមិនមែនឲ្យទៅជួបមុខគឺមានតែការស្ដីបន្ទោសនោះទេចុះម៉ែឯងវិញម៉ែល្អគាត់តែងតែសម្របសម្រួលតែគាត់ក៏គ្មានអំណាចអ្វីកែប្រែស្ថានភាពបានដែរហើយឯងគិតយ៉ាងម៉េចបន្តទៀតខ្ញុំគិតថានឹងរកការងារធ្វើបន្តិចបន្តួចនៅពេលយប់ព្រោះខ្ញុំមិនចង់រំពឹងលើលុយពុកទៀតទេឯងប្រឡងបាក់10ឆ្នាំហ្នឹងណាតារាបើធ្វើការផងរៀនផងប្រយ័ត្នប្រឡងមិនជាប់ចុះឲ្យខ្ញុំធ្វើយ៉ាងម៉េចបើស្ថានភាពគ្រួសារខ្ញុំថយក្រោយរៀងរាល់ថ្ងៃបែបហ្នឹងនោះធ្វើចិត្តឲ្យតិចសិនទៅណាតារាព្យាយាមនិយាយជាមួយគាត់ម្ដងទៀតដោយសន្តិវិធីទៅមើលនិយាយមិនត្រូវគ្នាទេសុជាតិអើយគម្លាតរវាងខ្ញុំនិងពុកកាន់តែឆ្ងាយទៅហើយតស៊ូឡើងមិនយ៉ាងណាក៏ដោយខ្ញុំនៅតែជួយលើកទឹកចិត្តឯងដែរណាអរគុណឯងច្រើនហើយសុជាតិដែលសុខចិត្តស្ដាប់ខ្ញុំរអ៊ូតោះដល់ម៉ោងត្រឡប់ទៅផ្ទះហើយធ្វើដំណើរតាមផ្លូវប្រយ័ត្នប្រយែងផងណាម៉ែវាអើយមានទឹកត្រជាក់មួយកែវទេថ្ងៃនេះក្តៅខ្លាំងណាស់ជិះម៉ូតូពេញមួយថ្ងៃស្ទើរតែសន្លប់នៅតាមផ្លូវចាស់បងនេះទឹកថ្ងៃនេះរត់ម៉ូតូយ៉ាងម៉េចដែរជួបម៉ួយច្រើនទេបងអើយកុំថាឡើយម៉ួយច្រើនចន្ទថាអើយពេញមួយថ្ងៃដឹកបានតែ2ជើងប៉ុណ្ណោះគេជិះតាម Pass Up អស់ហើយគ្មាននរណាជិះម៉ូតូឌុបចាស់ដូចជាយើងទៀតទេប្រាក់ចំណូលថ្ងៃនេះសូម្បីតែទិញសាំងនិងបាយថ្ងៃត្រង់ក៏ស្ទើរតែមិនគ្រាន់ផងកុំតូចចិត្តអីបងថ្ងៃនេះមិនសូវកប់ក្រែងលោថ្ងៃស្អែកសម្បូរម៉ួយទៅឯនំខ្ញុំលក់នៅមុខផ្ទះរាល់ថ្ងៃនេះក៏វាសល់ច្រើនដែរតែមិនអីទេខ្ញុំទុកជាហូបចុះថ្លៃផ្ទះនិងថ្លៃទឹកភ្លើងខែនឹងនោះម្ចាស់គេទា2 ដងហើយណាគេថាដាច់ខែនឹងបើគ្មានលុយឲ្យគេទេគេនឹងបដិញយើងចេញហើយខ្ញុំបានសុំគេពន្យាពេលចុងសប្តាហ៍នេះហើយខ្ញុំថានឹងយកមាសបន្តិចបន្តួចដែលនៅសល់ចុងក្រោយទៅបញ្ចាំយកមកដោះស្រាយសិនខ្ញុំជាមេគ្រួសារនេះពិតជាអសមត្ថភាពមែនសូម្បីតែឲ្យប្រពន្ធកូនរស់នៅឲ្យស្រួលបួលបន្តិចក៏ធ្វើមិនបានជំរាបសួរពងជំរាបសួរម៉ែអូតារាកូនមកវិញហើយឯកូនមកហូបបាយម៉ែបានធ្វើសម្លកកូរដែលកូនចូលចិត្តហូបរាល់ថ្ងៃតែត្រីអាំងនិងសម្លកកូរនឹងទេអីម៉ែតារាឯងនិយាយស្អីបែបហ្នឹងមានបាយហូបមានម្ហូបប៉ុណ្ណឹងមិនចេះអរគុណម៉ែឯងទេអីមនុស្សជាច្រើនគ្មានសូម្បីតែបាយច្រកពោះផងខ្ញុំគ្រាន់តែនិយាយតាមត្រង់តាពងមិត្តភ័ក្តិនៅសាលាគេហូបអីល្អគេមានលុយទិញសភៅរៀនត្រឹមត្រូវរីឯខ្ញុំសូម្បីតែថ្លៃរៀនគួរ$15ក៏មិនហ៊ានសុំពុកផងអើយបានហើយកូនកុំនិយាយអញ្ចឹងដាក់ពុកអីពុកឯងហត់នឿយពេញមួយថ្ងៃហើយណា$15ឯងគិតថាប្រាក់$15នឹងវាងាយស្រួលរកណាស់មែនទេអង្គុយលើម៉ូតូហាលថ្ងៃហាលធូលីដីពេញមួយថ្ងៃរកបានតែ20,000រៀល
ឯងមិនចេះអាណិតពុកម៉ែទេអីចុះពុកធ្លាប់អាណិតខ្ញុំទេឆ្នាំហ្នឹងខ្ញុំត្រូវប្រឡងបាក់ឌុបហើយបើខ្ញុំគ្មានសភៅរៀនគ្មានលុយបង់ថ្លៃរៀនគួរដូចគេកូនខ្លាចតែប្រឡងមិនជាប់ បងឈប់សិនបងកុំខឹងកូនអីតារាឯងចូលបន្ទប់សិនទៅកូន មើលវាទៅវាស្អប់យើងវាខ្មាស់គេដោយសារតែយើងក្រ កូនវានៅក្មេងណាបង វាកំពុងតែមានសម្ពាធរឿងរៀនសូត្រខ្ញុំស្អែកនេះនឹងយកក្រវិលមាសទៅបញ្ចាំយកលុយឲ្យកូនវាបង់ថ្លៃសាលារៀន មិនបាច់ទេមាសនឹងទុកដោះស្រាយថ្លៃផ្ទះចុះរឿងលុយកូនរៀនខ្ញុំនឹងរកវិធីដោះស្រាយដោយខ្លួនឯងខ្ញុំមិនឲ្យកូនវាមើងងាយថាយើងមិនខ្វល់ពីអនាគតវានោះទេ ចុះបងគិតរកឯណាជប់ហើយណាបងហត់ផង ហត់យ៉ាងណាក៏ត្រូវទៅទ្រាំដែរព្រោះខ្ញុំជាឪពុកគេអើយហត់នឿយពេញមួយថ្ងៃរត់ម៉ូតូដប់តាំងពីព្រលឹមទល់យប់ជ្រៅ បងមកវិញហើយហ៎ហត់ខ្លាំងទេនេះទឹកត្រជាក់អង្គុយសម្រាកសិនទៅបង អរគុណណាស់ម៉ែវាថ្ងៃនេះសំណាងបានមួយដឹកអីវ៉ាន់ឆ្ងាយបន្តិចក៏បានប្រាក់បន្ថែមខ្លះណាលុយបង់ថ្លៃទឹកថ្លៃភ្លើងនិងថ្លៃបាយថ្ងៃស្អែកចុះលុយថ្លៃរៀនគួរនិងថ្លៃសភៅត្រៀមប្រឡង$15របស់ខ្ញុំនោះឯងឃើញពុកទៅទៅដើរចូលផ្ទះទាំងហត់នឿយទេមិនទាន់ទាំងសួរនាំសុកទុកពុកមួយម៉ាត់ចូលមកដល់ភ្លាមទាលុយឯងគិតថាពុកជាម៉ាស៊ីនដកប្រាក់មែនទេខ្ញុំគ្រាន់តែរំលឹកពុកអង្តាព្រោះថ្ងៃស្អែកជាថ្ងៃចុងក្រោយដែលលោកគ្រូត្រូវប្រមូលថ្លៃរៀនគួរហើយបើខ្ញុំគ្មានលុយបង់គេនឹងដេញខ្ញុំចេញពីថ្នាក់រៀន តារាចិត្តត្រជាក់សិនទៅកូនចិត្តត្រជាក់សិនពុកឯងខំធ្វើការក៏ដើម្បីតែគ្រួសារយើងដែរតាកូន ឯងដឹងទេថាប្រាក់$15ហ្នឹងពុកត្រូវជិះម៉ូតូហាលថ្ងៃហាលធូលីដីរាប់សិបគីឡូម៉ែត្រណាត្រូវវល់ម៉ួយត្រូវទ្រាំការមើលងាយពីគេប៉ុណ្ណាឯងស្ដាយក្រោយដែលកើតមកជាកូនអញមែនទេអញខំប្រឹងធ្វើការស្ទើរតែស្លាប់ខ្លួនមិនហ៊ានទាំងទិញខោអាវថ្មីពាក់មិនហ៊ានហូបអីឆ្ងាញ់ដើម្បីតែឲ្យឯងរៀនសូត្រខ្ញុំមិនបានមើលងាយទេតែខ្ញុំអន់ចិត្តពុកតែងតែយកលេសថាហត់តែងតែស្ដីបន្ទោសពុកមិនដែលសួរខ្ញុំមួយម៉ាត់ទេថាតើខ្ញុំរៀនហត់ទេមានសម្ពាធអីខ្លះទេព្រោះតែគ្មានលុយនឹងហើយទើបគ្រួសារយើងត្រូវគេមើលងាយបើអញមិនគិតរឿងរកលុយតើបានអីឲ្យឯងស៊ីហ៎បានអីឲ្យឯងច្រកក្បាលឯងគិតថាអញចង់រស់ក្នុងស្ថានភាពបែបនេះណាស់មែនទេ សុំវល់បងសុំវល់ណាកូនឈប់ឆ្លោះគ្នាទៅផ្ទះយើងតូចអ្នកចិត្តខាងគេលឺអស់ហើយតារាកូនចូលបន្ទប់ទៅ បើឯងធុញទ្រាន់ណាស់ឯងដើរចេញពីផ្ទះនេះទៅរកផ្ទះណាដែលមានលុយឲ្យគេចិញ្ចឹមឯងទៅខ្ញុំទៅក៏បានដែរលីហើយម៉ែ តារាកូនកុំទៅណាឲ្យសោះយប់ថ្មនេះហើយកូនតារាស្ដាប់ម៉ែសិនកូនតារាត្រឡប់មកវិញសិនមកកូនឪវាតោះតាមកូនមកបងយប់ជ្រៅហើយ ទុកឲ្យវាទៅឲ្យវាទៅដឹងពីការលំបាកនៅខាងក្រៅខ្លះឲ្យវាដឹងថាគ្មាននរណាស្រឡាញ់នឹងលះបង់ឲ្យវាដូចពុកក្រីក្រមួយនេះទេ បងអើយហេតុអីបានជាគ្រួសារយើងមកជួបរឿងបែបនេះកូនគេនៅក្មេងណាស់ណាបង មកពីអញអសមត្ថភាព តារាកូនមកផ្ទះវិញមកកូនជប់ជ្រៅណាស់ហើយម៉ែបារម្ភពីកូនណាស់តារាកូននៃណាកុំធ្វើបាបចិត្តម៉ែអីកូនម៉ែដឹងថាកូនពិបាកចិត្តម៉ែដឹងថាកូនមានសម្ពាធត្រូវទៅនិយាយជាមួយឪវាសាជាថ្មីយើងមិនអាចទុកឲ្យកូននៅខាងក្រៅទាំងយប់បែបនេះបានទេបងខ្ញុំដើររកកូនពេញមកភូមិហើយតែរកមិនឃើញសោះបងដើរទៅជួយរកកូនជាមួយខ្ញុំតិចទៅបងក្រែងលោទៅជួបគ្រោះថ្នាក់អីនៅខាងក្រៅ មិនបាច់ទៅរកទេវាកែប្រែចិត្តមិនកើតទេបើវាមិនទាន់ស្គាល់ការឈឺចាប់នៅខាងក្រៅវារត់ចេញទៅដោយខ្លួនឯងឲ្យវាដឹងខ្លួនខ្លះទៅ បងឈប់ធ្វើជាមាត់រឹងបេះដូងដែកទៀតទៅបានទេខ្ញុំដឹងថាបងស្រឡាញ់កូនខ្ញុំឃើញបងអង្គុយមើលរូបថតកូននិងលួចស្រក់ទឹកភ្នែកមុននេះ ម៉ែវាឯងគិតថាមនុស្សជាឪពុកដូចជាខ្ញុំនេះចង់ឃើញកូនរត់ចេញពីផ្ទះទាំងយប់អញ្ចឹងអីខ្ញុំឈឺចាប់ជាងនរណាទាំងអស់តែឯងមើលវាចុះវាដើរចេញទាំងមើលងាយញើសឈាមដែលខ្ញុំរកមក បងអើយតារាវានៅក្មេងណាស់វាមិនទាន់យល់ពីជំរឿចិត្តរបស់ឪពុកម្ដាយទេ
វាយល់តែសម្ពាធដែលវាកំពុងតែជួបនៅសាលារៀនមិត្តភក្តិគេមានគ្រប់យ៉ាងហើយកូនយើងមានតែការខ្វះខាតវាអន់ចិត្តវាក៏និយាយពាក្យជ្រុលជ្រោះទៅក្នុងនាមយើងជាឪពុកម្ដាយយើងត្រូវតែអត់ធ្មត់នឹកយោគយល់ដល់កូនខ្ញុំដឹងតែខ្ញុំខុសដែលប្រើកំហឹងនិងស្រែកដេញកូនតែខ្ញុំតូចចិត្តណាស់ម៉ែវាខ្ញុំប្រឹងរត់ម៉ូតូដប់ហាលថ្ងៃហាលធូលីដីឈឺចង្កេះស្ទើប្រេះមិនដែលល្អសំបីតែមួយម៉ាត់ខ្ញុំក៏ចង់ឲ្យវារៀនសូត្របានខ្ពង់ខ្ពស់ដែរមិនបាច់មកលំបាកដូចជាខ្ញុំនេះទេខ្ញុំដឹងបងខ្ញុំដឹងថាកូនយើងក៏ដឹងដែរគ្រាន់តែពេលនេះកំហឹងនិងសេចក្តីតូចចិត្តបាំងភ្នែកកូនបងឯងជ្រុលជាខឹងស្រែកដេញកូនធ្វើឲ្យកូនកាន់តែមានអារម្មណ៍ថាគ្មានអ្នកណានៅក្នុងផ្ទះនេះត្រូវការ ចុះឥឡូវនេះចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចឲ្យខ្ញុំទៅលុតជង្គង់សុំទោសវាមែនទេមិនបាច់លុតជង្គង់ទេបងគ្រាន់តែពេលកូនត្រឡប់មកវិញបងត្រូវនិយាយបញ្យល់កូនដោយហេតុផលបើបងចង់ឲ្យកូនយល់ពីបេះដូងបងត្រូវបាក់បេះដូងនិយាយជាមួយគេមិនមែនប្រើតែកំហឹងនិងការស្ដីបន្ទោសនោះទេចុះឥឡូវហ្នឹងយើងទៅរកកូននៅណាទៅបើយប់ជ្រៅបាត់ហើយហ្នឹងខ្ញុំស្មានប្រហែលជាវាទៅពន្ធនៅសាលារៀនហើយព្រោះកាលពីតូចពេលខឹងបងវាតែងតែរត់ពន្ធនៅទីនោះមកឡើងម៉ូតូទៅជាមួយខ្ញុំយើងទៅតាមរកកូនតោះបញ្ញាប់ឡើងបងកូនប្រហែលជារងាខ្លាំងហើយតារាកូនតារាម៉ែដឹងថាកូននៅក្បែរនេះចេញមកជួបម៉ែមកកូនតារាពុកមកតាមឯងទៅផ្ទះវិញណាកូនតារាស្ដាប់ម៉ែណាពុកឯងគាត់បារម្ភពីកូនណាគាត់ជាអ្នកបបួលម៉ែមកតាមរកកូនទាំងយប់បែបនេះសូមកូនត្រឡប់ទៅផ្ទះវិញមកណាពួកយើងជាគ្រួសារតែមួយមានអីយើងជួយដោះស្រាយគ្នាណាកូនម៉ែពងខ្ញុំក៏សុំទោសដែរពុកនិងម៉ែនឹងរកវិធីដោះស្រាយរឿងការសិក្សារបស់កូនឲ្យបានម៉ែមិនឲ្យកូនបោះបង់ការសិក្សាទេត្រឡប់ទៅផ្ទះវិញមកណាកូននៅខាងក្រៅវារងាខ្លាំងណាស់តារាពុកសុំទោសដែលស្រែកស្ដីបន្ទោសដាក់កូនមកផ្ទះវិញមកកូនពុកស្រឡាញ់កូនឯងណាកូនពុកនិយាយថាស្រឡាញ់ខ្ញុំពុកម៉ែខ្ញុំសុំទោសខ្ញុំពិតជាអាក្រក់ណាស់ដែលធ្វើឲ្យពុកម៉ែត្រូវលំបាកនិងបារម្ភទាំងយប់បែបនេះអ្នកណាគេនឹងយប់ម៉ោងថ្មនេះទៅហើយមិនក៏មកឈរស្រែកហៅគ្នានៅក្នុងសាលារៀនបែបនេះជំរាបសួរលោកគ្រូសុំទោសផងលោកគ្រូពួកខ្ញុំមកតាមរកកូនប្រុសខ្ញុំឈ្មោះតារាមកពួននៅទីនេះមិនព្រមត្រឡប់ទៅផ្ទះវិញសោះលោកគ្រូអូឪពុកម្ដាយរបស់ប្អូនតារាទេអីខ្ញុំជាគ្រូបន្ទុកថ្នាក់របស់គេឈប់សិនចុះមានរឿងអីកើតឡើងបានជាតារារត់មកពួននៅសាលាទាំងយប់បែបនេះណែមកពីខ្ញុំជាឪពុកមិនល្អណាលោកគ្រូខ្ញុំគ្មានសមត្ថភាពរកលុយឲ្យកូនបង់ថ្លៃរៀននិងទិញសៀវភៅទើបធ្វើឲ្យមានទំនាស់ស្រែកស្ដីឲ្យកូនរហូតដល់កូនគេខឹងហើយរត់ចេញពីផ្ទះតារាលោកគ្រូដឹងថាឯងពួននៅពីក្រោយដើមឈើហ្នឹងចេញមកនិយាយជាមួយលោកគ្រូនិងឪពុកម្ដាយឯងបន្តិចមកកូនលោកគ្រូពងម៉ែតារាកូនព្រះអើយរងាខ្លាំងទេកូនម៉ែបារម្ភពីកូនណាតារាឯងដឹងដែរទេថាឪពុកម្ដាយរបស់ឯងខ្វល់ខ្វាយពីឯងប៉ុណ្ណាលោកគ្រូបានឃើញឪពុករបស់ឯងរត់ម៉ូតូដប់ហាលថ្ងៃហាលធូលីដីរាល់ថ្ងៃហើយថែមទាំងធ្លាប់មកជួបលោកគ្រូដោយផ្ទាល់អំពីរឿងសិក្សារបស់ឯងទៀតផងពុកធ្លាប់មកជួបលោកគ្រូត្រូវហើយពុករបស់ឯងមិនដែលចង់ឲ្យឯងបោះបង់ការសិក្សាទេគាត់ខំប្រឹងលះបង់គ្រប់យ៉ាងទាំងកម្លាំងកាយចិត្តដោយមិនដែលល្អប្រាប់ឯងឡើយការដែលគាត់មើងម៉ាត់ឬស្រែកស្ដីគឺដោយសារសម្ពាធជីវភាពធ្ងន់ធ្ងរពេកប៉ុន្តែបេះដូងរបស់គាត់គឺពោពេញដោយសេចក្តីស្រឡាញ់ចំពោះឯងតារាពុកសុំទោសណាពុកគ្មានបំណងធ្វើឲ្យកូនពិបាកចិត្តទេសូមកូនត្រឡប់ទៅផ្ទះវិញទៅណាកូនពងខ្ញុំសុំទោសខ្ញុំខុសហើយពងខ្ញុំអាក្រក់ណាស់ដែលមិនយល់ពីការលះបង់របស់ពុកម្ដាយខ្ញុំសុំទោសណាពុកណា
មិនអីទេកូនឲ្យតែយើងយល់ចិត្តគ្នាគ្រួសារយើងនឹងអាចឆ្លងផុតគ្រប់ឧបសគ្គ ល្អណាស់ការយល់ចិត្តនិងការអត់ឱនឲ្យគ្នាគឺជាកម្លាំងចិត្តដ៏អស្ចារ្យបំផុតរបស់គ្រួសារតោះយប់ជ្រៅហើយត្រឡប់ទៅផ្ទះវិញទៅណាចាំស្អែកជួបគ្នានៅសាលារៀនណាតារាបាទអរគុណណាស់លោកគ្រូអរគុណខ្លាំងណាស់ដែលបានរំលឹកនិងតម្រង់ទិសខ្ញុំតែចាប់ពីថ្ងៃនេះតទៅខ្ញុំមិនឲ្យពុកម៉ែត្រូវលំបាកចិត្តដោយសារតែខ្ញុំទៀតទេ អូយតារាកូនមិនក៏ក្រក់ពីព្រលឹមបែបនេះហាកូនខ្ញុំដាំទឹកក្តៅជូនពុកម៉ែឆុងតែហើយបាយក៏ចិត្តឆ្អិនដែរម៉ែនិងពុកខំប្រឹងនឿយហត់រាល់ថ្ងៃហើយទុកឲ្យខ្ញុំជាអ្នកធ្វើកិច្ចការទាំងនេះម្ដងកូនប្រុសរបស់ម៉ែធំដឹងក្តីមែនទែនហើយម៉ែរំភើបចិត្តណាស់ ហេក្លិនអីឈ្ងុយម្លេះម៉ែវាអើតារាហើយមិនក៏កូនជាអ្នកធ្វើបាយធ្វើទឹកអញ្ចឹងនោះពុកអង្គុយសម្រាកសិនទៅពុកណែទឹកតែក្តៅខ្ញុំឆុងជូនពុកចាប់ពីថ្ងៃនេះទៅរាល់កិច្ចការផ្ទះខ្ញុំជាអ្នកទទួលខុសត្រូវទាំងអស់តារាកូនត្រូវត្រៀមប្រឡងបាក់ឌុបណាយកពេលទៅខិតខំមើលសភៅរៀនសូត្រទៅកូនពុកខ្ញុំបានយល់ហើយខ្ញុំយល់តែការរៀនសូត្ររបស់ខ្ញុំវាសំខាន់តែខ្ញុំក៏ត្រូវតែចេះជួយសម្រាលទុក្ខធុរៈនិងតបស្នងសងគុណពុកម៉ែដែរខ្ញុំបានរៀបចំកាលវិភាគរួចហើយព្រឹកព្រលឹមជួយធ្វើការផ្ទះថ្ងៃរៀននៅសាលានិងយប់ខំប្រឹងមើលសៀវភៅល្អណាស់កូនបើឯងមានស្មារតីបែបនេះពុកហត់នឿយយ៉ាងណារត់ម៉ូតូឌុបហាលថ្ងៃក្តៅយ៉ាងណាក៏ពុកមានកម្លាំងចិត្តដែរ តោះហូបបាយព្រឹកជុំគ្នាថ្ងៃនេះបាយច្បាស់ជាឆ្ងាញ់ព្រោះជាស្នាដៃកូនប្រុសយើង តារាឯងប្លែកខ្លាំងម្ល៉េះមិនត្រឹមតែមិនដែលល្អរទាំថែមទាំងខិតខំធ្វើលំហាត់មុនគេទៀតតើមានរឿងអីមែនទេគ្មានរឿងអីចម្លែកទេសុជាតិគឺខ្ញុំទៅតែភ្ញាក់រលឹងខ្ញុំឃើញញើសនិងដានរបួសលើដៃឪពុកខ្ញុំពេលគាត់ខំប្រឹងរកលុយឲ្យខ្ញុំរៀនខ្ញុំមិនអាចបំផ្លាញក្តីសង្ឃឹមនឹងការលះបង់របស់គាត់បានទេអស្ចារ្យណាស់មិនឯងប្រែប្រួលคล้ายជាមនុស្សចាស់ទុំមែនតែនហើយខ្ញុំសូមសរសើរឯងណាល្អណាស់តារាវិធីដោះស្រាយលំហាត់គណិតវិទ្យានេះត្រឹមត្រូវនិងមានរបៀបរៀបរយណាស់គ្រូជឿជាក់ថាការប្រឡងបាក់ឌុបខាងមុខនេះឯងនឹងទទួលបាននិទេសល្អជាមិនខានទេបានអរគុណណាស់លោកគ្រូខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីមិនឲ្យលោកគ្រូនិងពុកម៉ែខ្ញុំខកបំណងទេអូយឈឺចង្កេះណាស់ហើយជើងក៏ស្ពឹកអស់ទៅទៀតអើយពុកឈឺចង្កេះនឹងជើងទៀតហើយមែនទេនឹងហើយតែមិនអីទេកូនគ្រាន់តែចុកបន្តិចបន្តួចតើទៅមើលសភៅវិញទៅកូនពុកកុំលាក់ខ្ញុំទៀតអីពុកជិះម៉ូតូឌុបពេញមួយថ្ងៃហាលខ្យល់ហាលថ្ងៃរឿងអីដែលថាមិនឈឺនោះមកពុកអង្គុយឲ្យស្ងៀមមកទុកឲ្យខ្ញុំច្បាច់ជើងនិងគក់ចង្កេះជូនពុកតារាឯងនឿយហត់នឹងការសរសេរសភៅពេញមួយថ្ងៃទៅហើយមិនអីទេមិនបាច់មកច្បាច់ឲ្យពុកទេណាកូនដៃខ្ញុំសរសេរសភៅហត់មិនស្មើនឹងជើងនិងខ្នងពុកដែលលះបង់ទ្រទ្រង់គ្រួសារយើងរាប់សិបឆ្នាំនោះទេពុកខ្ញុំសន្យាថាខ្ញុំនឹងប្រឡងឲ្យជាប់និងរកការងារល្អធ្វើដើម្បីឲ្យពុកបានសម្រាកនិងរស់នៅបានស្រួល ឃើញទេបងកូនប្រុសយើងប្រែប្រួលហើយគ្រួសារយើងទោះបីជាក្រទ្រព្យសម្បត្តិតែពេលនេះយើងមានក្តីសុខនិងក្តីស្រឡាញ់ពេញបរិបូរណ៍ត្រូវហើយម៉ែវានេះគឺជាអំណោយដ៏មានតម្លៃបំផុតនៅក្នុងជីវិតរបស់ខ្ញុំបរិយាកាសកក់ក្ដៅនិងស្នាមញញឹមរវាងឪពុកម្ដាយនិងកូនបានមួយសន្ទុះស្រាប់តែមានសំឡេងគោះទ្វារយ៉ាងខ្លាំងតុកឮពីខាងក្រៅចន្ទថាដើរទៅបើកទ្វារមីងម្ចាស់ផ្ទះជួលដើរចូលមកទាំងទឹកមុខមួម៉ៅ
ធីចន្ទថាដាច់ខែទៀតហើយណាតើថ្លៃផ្ទះនិងថ្លៃទឹកភ្លើង2ខែហើយដែលចម្ពាក់លុយសរុបទៅ$120ហ្នឹងគិតយ៉ាងម៉េចដែរថ្ងៃនេះជាថ្ងៃកំណត់ចុងក្រោយហើយណាបងស្រីម្ចាស់ផ្ទះសំទោសផងណាបងរយៈពេលនេះប្តីខ្ញុំឈឺចង្កេះរត់ម៉ូតូមិនបានច្រើនសូមពន្យាពេល5ថ្ងៃទៀតតើបានទេហើយពន្យាពេលទៀតអីខ្ញុំពន្យាពេលឲ្យច្រើនដងហើយបើស្អែកត្រឹមម៉ោង12ថ្ងៃត្រង់គ្មានលុយ$120មកបកគលឲ្យខ្ញុំទេណាពួកឯងរៀបចំអីវ៉ាន់ចាក់ចេញពីផ្ទះនេះភ្លាមទៅខ្ញុំត្រូវយកផ្ទះជួលឲ្យគេថ្មី អ្នកអើយមេត្តាយោគយល់គ្រួសារខ្ញុំផងទៅតើចង់ឲ្យខ្ញុំទៅនៅឯណាទាំងយប់ល្ងឹតបែបនេះនោះ នឹងជារឿងរបស់អ្នកឯងស្អែកម៉ោង12ថ្ងៃត្រង់ត្រូវតែមានលុយបើគ្មានទេរៀបចំអីវ៉ាន់ចេញ ពងម៉ែកុំភ័យយើងនឹងរួមបេះដូងគ្នាតស៊ូដោះស្រាយខ្ញុំមិនទុកឲ្យពុកម៉ែប្រឈមមុខតែម្នាក់ឯងទៀតទេ លុយ$120ច្រើនណាស់កូនក្នុងពេលតែមួយយប់តើយើងទៅរកឯណាតាន់ ខ្ញុំមានអាហារូបករណ៍តូចមួយដែលសាលារៀនបកគលឲ្យសិស្សពូកែចំនួន$50ហើយខ្ញុំអាចសុំបើកមុនបានឯម៉ែអាចយកនំទៅលក់នៅផ្សារពេលព្រលឹមហើយខ្ញុំនឹងទៅជួយលក់ជាមួយម៉ែមុនម៉ោងចូលរៀនពុកក៏នៅមានកម្លាំងដែរព្រឹកស្អែកពុកនឹងជិះម៉ូតូឌុបចេញពីព្រលឹមយើងមិនត្រូវចុះចាញ់ទេនំឆ្ងាញ់ក្តៅនំវិចខ្ចប់ដោយអនាម័យនិងឆ្ងាញ់ពិសាសូមអញ្ជើញជួយទិញនិងគាំទ្រផងលោកពូនៅមីង ក្មួយប្រុសខំប្រឹងជួយលក់ដូរម៉ែតាំងពីព្រលឹមយកនំឲ្យមីង3កញ្ចប់មកក្មួយអូចាអរគុណច្រើនអ្នកស្រី ណែនំបាននឹងលុយអាំនៅមីងអរគុណច្រើនណាស់តារាមកចាំខ្ញុំជួយស្រែកហៅភ្ញៀវនិងជួយច្រកនំឯងអរគុណច្រើនណាស់សុជាតិពេលនេះជាពេលដែលខ្ញុំត្រូវបង្ហាញការទទួលខុសត្រូវក្នុងនាមជាកូនប្រុសខ្ញុំមិនអាចឈរមើលពុកម៉ែខ្ញុំលំបាកតែម្នាក់ឯងបានទេថ្ងៃនេះពុកខំជិះឌុបភ្ញៀវបានដល់ទៅ150,000រៀល ឯនំលក់ដាច់អស់គ្មានសល់រកបាន20,000រៀល ចំណែកខ្ញុំបាន20,000រៀលស្មើនឹង$50សរុបទាំងអស់យើងបាន$125ហើយពុកម៉ែ អូហូយមិននឹកស្មានថាអ្នកអាចរកលុយបានគ្រប់ចំនួនក្នុងពេលដ៏ខ្លីបែបនេះសោះ នេះលុយថ្លៃផ្ទះ$120សេចក្តីស្រឡាញ់នឹងការរួបរวมគ្នាក្នុងគ្រួសារខ្ញុំគឺអាចជួយឲ្យយើងជំរុះរាល់ឧបសគ្គបានទាំងអស់តារាកូនហូបឲ្យច្រើនទៅណាកូនជាកម្លាំងចិត្តនិងជាមោទនភាពដ៏ធំបំផុតរបស់ពុកនិងម៉ែទេដែលជាវីរៈបុរសពិតប្រាកដនៅក្នុងបេះដូងកូនការលះបង់របស់ពុកម៉ែបានបង្រៀនឲ្យកូនស្គាល់ពីតម្លៃនៃជីវិតនិងភាពរឹងមាំជំរាបសួរបងធីនិងបងស្រីចន្ទថាតារាគ្រូមានដំណឹងល្អមក5ដំណឹងល្អអីទៅលោកគ្រូលទ្ធផលប្រឡងគណិតវិទ្យាទូទាំងខេត្តបានចេញហើយតារាឯងទទួលបានចំណាត់ថ្នាក់លេខ1ហើយសាលានឹងផ្ដល់អាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យ100%ដល់ឯងកូនប្រុសពុកកូនអាចធ្វើបានហើយកូនអាចធ្វើបានហើយថ្ងៃនេះខ្ញុំទទួលបានជោគជ័យនៅលើផ្លូវសិក្សាប៉ុន្តែពានរង្វាន់និងសញ្ញាបត្រនេះមិនមែនជារបស់ខ្ញុំម្នាក់ឯងនោះទេវាជាញើសឈាមនិងការលះបង់យ៉ាងធំធេងរបស់ឪពុកម្ដាយខ្ញុំភាពកតញ្ញូមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេប៉ុន្តែជាការដឹងគុណការយល់ចិត្តនិងការយកចិត្តទុកដាក់ចំពោះឪពុកម្ដាយក្នុងគ្រប់ស្ថានភាពសេចក្តីស្រឡាញ់របស់គ្រួសារគឺជាខែលការពារដ៏រឹងមាំបំផុតដែលអាចឲ្យខ្ញុំឈ្នះឧបសគ្គជីវិតបានពងម៉ែសញ្ញាបត្រមួយនេះខ្ញុំជូនពុកម៉ែអរគុណដែលបានបង្កើតនិងលះបង់គ្រប់យ៉ាងដើម្បីរូបខ្ញុំតារាកូនគឺជាកូនកតញ្ញូពុកមានមោទនភាពចំពោះកូនជាទីបំផុត អូ គ្រួសារយើងទោះបីជាក្រទ្រព្យសម្បត្តិតែយើងមានទ្រព្យបេះដូងដ៏មហាសាលគឺក្តីស្រឡាញ់និងភាពរឹងមាំ សេចក្តីកតញ្ញូនិងការរួបរวมគ្នាក្នុងគ្រួសារគឺជាពន្លឺតម្រង់ទិសជីវិតដ៏អស្ចារ្យបំផុតដែលគ្មានថ្ងៃរលត់ឡើយពងម៉ែកូនសំទោសចំពោះកំហុសឆ្គងទាំងឡាយកាលពីមុនហើយអរគុណពុកម៉ែដែលមិនដែលបោះបង់កូនចោលកូនប្រុសពងកូនគ្មានកំហុសអីទៀតទេកូនញើសឈាមដែលពុកលះបង់កន្លងមក
គឺទទួលបានផ្លែផ្កាដ៏មានតម្លៃបំផុតនៅក្នុងថ្ងៃនេះ ម៉ែរំភើបចិត្តណាស់កូនអើយគ្មានកាដូណាធំធេងជាងការឃើញកូនជោគជ័យនិងក្លាយជាមនុស្សមានភាពកតញ្ញូបែបនេះទេ តារាឯងអស្ចារ្យណាស់សម្លាញ់មិនត្រឹមតែរៀនសូត្រប៉ាកែទេតែឯងជាគំរូកូនកតញ្ញូដ៏ល្អបំផុតដែលខ្ញុំធ្លាប់ជួបអរគុណណាស់សុជៀនបើគ្មានការលើកទឹកចិត្តពីឯងនិងការតម្រង់ទិសពីលោកគ្រូទេខ្ញុំក៏គ្មានថ្ងៃនេះដែរគ្រូមានមោទនភាពចំពោះប្អូនណាស់តារាជោគជ័យពិតប្រាកដនៅក្នុងជីវិតមិនមែនគ្រាន់តែជាការទទួលបានសញ្ញាបត្រខ្ពង់ខ្ពស់នោះទេតែជាការមិនភ្លេចគុណគ្រូបាធ្យាយនិងឪពុកម្ដាយដែលជាអ្នកមានគុណអរគុណលោកគ្រូវិបុលណាស់ដែលបានជួយអប់រំនិងតម្រង់ទិសដៅកូនប្រុសខ្ញុំឲ្យស្គាល់ខុសត្រូវបែបនេះ ចាប់ពីថ្ងៃនេះតទៅគ្រួសារយើងនឹងមានតែស្នាមញញឹមនិងការរួបរวมគ្នាឈ្នះរាល់ឧបសគ្គ បានពងបានម៉ែយើងនឹងដើរទៅមុខជាមួយគ្នាដោយក្តីស្រឡាញ់និងភាពរឹងមាំនៃគ្រួសារយើង